ពេលនោះរ៉េតូក៏បាននិយាយថាតើកតុកតាមួយនេះមែនទេដែលរ៉េតូចង់យកឲ្យលីសាពេលនោះរ៉េតូមិនដឹងទេថាលោកពុករបស់ខ្លួនបានជួសជុលកតុកតានោះតាំងពីកាលប៉ុន្តែមានបរិះអាត់ក្បាំងម្នាក់កំពុងតែលួចស្ដាប់ពួកគេនៅពេលដែលរ៉េតូកំពុងតែរៀបចំស្លៀកពាក់ឲ្យរ៉េដូបន្ទាប់មករ៉េដូក៏បានឈរមើលមួយជំហាននៅខាងស្វែបន្ទាប់មករ៉េដូពេលនោះក៏បានឃើញមនុស្សមួយវងដែលពួកគេកំពុងតែដាក់ទោសជន់ល្មើសផ្សេងដោយការទម្លាក់ពួកគេទៅខាងក្រោមជ្រោះពួកគេគិតថាការធ្វើបែបនេះនឹងកាត់បានជាប្រហារជីវិតរ៉េដូមិនភ្ញាក់ផ្អើលអ្វីនោះទេព្រោះមិនមែនជាលើកទី1ទេដែលមានអ្នកដែលគេត្រូវបោះចូលទៅក្នុងជ្រោះសម្រាមនៅពេលដែលរ៉េដូកំពុងតែឈរមើលស្រាប់តែលីសាបានមកដល់រួចហើយក៏បាននិយាយថាការធ្វើបែបនេះគឺពិតជាខុសខើខ្លាំងណាស់រីឯរ៉េដូវិញធ្វើខ្លួនមិនត្រូវនោះទេដោយសារតែរ៉េដូមិនតង់ចង់ជួបលីសានោះទេនៅពេលដែលអ្នកទោសទាំងអស់ស្រាប់តែធ្លាក់ទៅក្នុងនោះគេមិនដឹងថានឹងមានរឿងអ្វីកើតឡើងចំពោះពួកគេទេបន្ទាប់មកលីសាក៏បាននិយាយថាគឺខ្លួននាងមិនចង់ឃើញរ៉េដូធ្លាក់ទៅក្នុងរណ្ដៅដូចជាអ្នកទោសផ្សេងទៀតនោះទេនៅពេលដែលរ៉េដូបានលើពាក្យសម្ដីរបស់លីសានោះធ្វើឲ្យរ៉េដូមានការភ្ញាក់ផ្អើលផងដែរអញ្ចឹងបានន័យថាលីសាគឺមានចិត្តនឹងលួចស្រឡាញ់រ៉េដូដែរនៅពេលនោះលីសាបានភ្ញាក់ផ្អើលនឹងអៀនជាខ្លាំងនៅពេលដែលពាក្យថាស្រឡាញ់បានបែកធ្លាយពេលនោះពួកគេធ្វើអីមិនត្រូវនោះទេបានតែសម្លឹងមុខគ្នាបន្ទាប់មករ៉េដូក៏បានលោតថយក្រោយរួចហើយក៏បានយកកតុកតាកូនឆ្កែនោះប្រគល់ឲ្យទៅនាងរួចហើយបាននិយាយថាប្រហែលជានាងមិនយកទេព្រោះវាជាកតុកតាដែលរើសពីសម្រាមហើយណាមួយកតុកតាមួយនេះគឺលីសាចង់បានផងដែរបន្ទាប់មកលីសាក៏បានទទួលយកកតុកតាកូនឆ្កែមួយនោះធ្វើឲ្យរ៉េដូរបស់យើងគឺមុខក្រហមទៀតហើយបន្ទាប់មកនៅពេលដែលរ៉េដូបានត្រឡប់ទៅផ្ទះវិញដើម្បីយកដំណឹងល្អនេះទៅអួតឪពុករបស់ខ្លួននៅពេលដែលរ៉េដូបុកនឹងទាហានមួយក្រុមប៉ុន្តែទាហាននោះមិនចាប់អារម្មណ៍មនុស្សសម្រាមដូចជារ៉េដូទេនៅពេលដែលរ៉េដូបានត្រឡប់ទៅដល់ផ្ទះនៅពេលដែលរ៉េដូបើកទ្វារទៅមើលនោះស្រាប់តែមានការតក់ស្លុតជាខ្លាំងព្រោះថាមានឃាតករមកសម្លាប់រ៉េដូបាត់ទៅហើយរីឯបរិះចម្លែកនោះស្រាប់តែងាកមកកាន់រ៉េដូបន្ទាប់មកស្រាប់តែចាក់ទៅលើរ៉េដូកាន់តែជ្រៅទៅនៅពេលដែលរ៉េដូឃើញដូច្នេះក៏បានស្ទុះទៅវាប្រហារបរិះអាត់កំបាំងនោះបន្ទាប់មកបរិះអាត់កំបាំងនោះក៏បានដាក់អ្វីម្យ៉ាងដើម្បីឲ្យរ៉េដូស្រឡប់នៅពេលដែលរ៉េដូបានភ្ញាក់មកវិញស្រាប់តែឃើញបរិះអាត់កំបាំងនោះយកសៀវភៅអ្វីម្យ៉ាងដែលរ៉េដូទុកថាជារបស់សំខាន់នោះរួចហើយឃាតករនោះក៏បានដើរចេញទៅពេលនោះផងដែររ៉េដូបំរុងនឹងដេញតាមបរិះអាកាបាំងនោះស្រាប់តែរ៉េដូគឺមិនទាន់ស្លាប់ទេបន្ទាប់មករ៉េដូក៏បាននិយាយថាចង់ឲ្យរ៉េដូធ្វើមើលអ្វីម្យ៉ាងដើម្បីផ្លាស់ប្ដូរវាសនារបស់ខ្លួនដោយរញ៉េរញ៉ៃនេះទោះបីខ្ញុំមិនទាន់ស្លាប់យ៉ាងណាក៏នៅតែគ្មានអ្នកជឿរ៉េដូដែរដោយសារតែរ៉េដូគឺជាជនល្មើសដែរចូលចិត្តនឹងកាយសម្រាមនៅពេលដែលក្រុមទាហានមកដល់ក៏បានចាប់រ៉េដូពេលនោះរ៉េដូក៏បាននិយាយថាជនល្មើសទៅតែនឹងចេញទៅទេបើសិនជាពួកគេតាមនឹងអាចចាប់បាននៅពេលដែលរ៉េដូនិយាយទៅកាន់ទាហានទាំងអស់នោះស្រាប់តែទាហានទាំងអស់នោះមិនស្ដាប់រ៉េដូទេពីព្រោះថាផុសតាងគឺនៅមុខហើយពេលនោះរ៉េដូខំប្រកែកដែរប៉ុន្តែមិនអាចឈ្នះទាហានទាំងអស់នោះទេនៅពេលដែលសាំញ៉ាំជាមួយនឹងរ៉ុនដូពេកមានទាហានម្នាក់ក៏បានដាក់រ៉ុនដូមួយដៃធ្វើឲ្យរ៉ុនដូសន្លប់នៅពេលដែលរ៉េដូបានភ្ញាក់ពីសន្លប់មកវិញគឺថារ៉េដូត្រូវបានគេចងទម្រាបនឹងទម្លាក់ទៅក្នុងជ្រោះសម្រាមដូចជាអ្នកទោសដទៃទៀតដែរបន្ទាប់មកក្រុមមនុស្សអនាធបត័យអ្នកក្រក៏បាននិយាយថាឆាប់ទម្លាក់វាទៅព្រោះវាជាកូនរបស់ឃាតករបន្ទាប់មកអាណានិគមអ្នកមានរួចហើយក៏បាននិយាយថាការសម្លាប់មនុស្សទោះបីអ្នកក្រឬអ្នកមានក៏ដោយក៏មានទោសធ្ងន់ធ្ងរដែរមិនអាចលើកលែងបានទេបន្ទាប់មកអ្នកគ្រប់គ្នាក៏បានស្រែកថាសម្លាប់វាទៅទម្លាក់វាទៅបន្ទាប់មករ៉េដូបានគិតក្នុងចិត្តថាប្រសិនបើជាខ្ញុំធ្លាក់ទៅក្រោមនឹងមានរឿងអ្វីកើតឡើងតើខ្ញុំត្រូវស្លាប់មែនដែរឬទេបន្ទាប់មករ៉េដូក៏បានសម្លឹងមើលអ្នកគ្រប់គ្នារួចហើយក៏បានឈប់នៅកន្លែងលីសាបន្ទាប់មកស្រែកប្រាប់ថាលីសាត្រូវតែជឿខ្ញុំមិនបានធ្វើទេពេលនោះលីសាបានបង្ហើបមាត់តិចថាខ្ញុំជឿលោកប៉ុន្តែគ្រប់យ៉ាងវាហួសពេលអស់ទៅហើយព្រោះលោកគឺជាកូនប្រុសរបស់ឃាតករបន្ទាប់មកក៏បានទម្លាក់តុក្កតាកូនឆ្កែចោលនៅពេលដែលរ៉េដូឃើញដូច្នេះគឺជឿចាប់ជាងណានាទាំងអស់នៅពេលដែលឮសំឡេងអ្នកគ្រប់គ្នាថាឲ្យសម្លាប់មនុស្សសម្រាមនេះចោលទៅបន្ទាប់មករ៉េដូបានតបទៅកាន់ពួកគេថាពួកគេគឺអាក្រក់ជាសម្រាមទៅទៀតដោយសារតែពួកគេមានតែដុំសាច់មិនមានគូក្បាលអីនោះទេមិនចេះគិតនិងមិនចេះចារណាបន្ទាប់មករ៉េដូក៏បានសម្លឹងទៅកាន់ឃាតករនោះប៉ុន្តែរៀបនឹងនិយាយទៅហើយស្រាប់តែគេបានទម្លាក់ខ្សែទម្លាក់រ៉េដូទៅខាងក្រោម
បន្តមករ៉េដូត្រូវបានគេទម្លាក់ទៅខាងក្រោមបន្តមករ៉េដូបានគិតក្នុងចិត្តថាតើខ្ញុំនឹងទៅជាយ៉ាងណាទៅបន្តមករ៉េដូក៏បានសន្លប់នៅពេលដែលរ៉េដូបានភ្ញាក់មកវិញគឺថាខ្លួនមិនទាន់ស្លាប់ទេកំពុងតែនៅកន្លែងមួយដោយពោពេញទៅដោយសម្រាមរ៉ូដូមិនដឹងទេថាតើខ្លួននៅកន្លែងណាស្រាប់តែខ្ទប់ច្រមុះព្រោះថានៅកន្លែងនោះពោពេញទៅដោយអូស្មန်ពុលទោះបីចៅលួចសម្រាមនិងចូលចិត្តសម្រាមយ៉ាងណាក៏នៅតែខ្ទប់ច្រមុះដែរហើយរ៉េដូក៏បាននិយាយថាតើទីនេះគឺជាឋាននរកមែនទេនៅពេលដែលរ៉ូដូកំពុងតែនិយាយនោះស្រាប់តែមានស្រមោលអ្វីម្យ៉ាងធំដែលនៅពីក្រោយរបស់រ៉ូដូពេលដែលរ៉ូដូងាកទៅស្រាប់តែឃើញសត្វចម្លែកមួយយ៉ាងធំពោពេញទៅដោយសម្រាមនិងធំជាខ្លាំងបន្តមករ៉េដូក៏បានឆ្ងល់ខ្លាំងណាស់តើនេះគឺជាអ្វីនៅពេលដែលរ៉េដូធ្វើអ្វីបាននោះរ៉េដូបានគិតទៅដល់ឪពុករបស់ខ្លួននិងពាក្យសម្ដីរបស់ឪពុកខ្លួនមនុស្សទាំងអស់មិនដឹងទេថានៅក្រោមជ្រោះសម្រាមនេះគឺមានអ្វីគេចាត់ទុកថាការបោះមនុស្សចូលទៅក្នុងជ្រោះសម្រាមគេចាត់ទុកថាជាការប្រហារជីវិតនៅពេលដែលរ៉េដូគិតរួចនោះរួចហើយក៏បានក្រោកឈរឡើងបន្តមករ៉េដូបានរត់គេចពីសត្វចម្លែកសម្រាមមួយនោះស្ថានភាពកាន់តែអាក្រក់ទៀតនោះនៅពេលដែលសត្វចម្លែកមួយនោះស្រែកមានសត្វចម្លែកសម្រាមដល់ច្រើនក្បាលទៀតបានមកប្រមូលផ្ដុំគ្នាដើម្បីដេញវាយប្រហារទៅកាន់រ៉េដូនៅពេលដែលរ៉េដូកំពុងតែរត់នោះស្រាប់តែមានសត្វចម្លែកសម្រាមមួយក្បាលបានស្ទាក់មុខរ៉ូដូមិនដឹងទេថាតើសត្វចម្លែកទាំងអស់នេះគឺជាអ្វីឲ្យពិតប្រាកដតើសត្វចម្លែកសម្រាមទាំងអស់នេះគឺកើតចេញពីសម្រាមមែនទេនៅពេលដែលរ៉េដូកំពុងតែឈរគត់នោះស្រាប់តែមានសត្វចម្លែកមួយក្បាលបានផុសចេញពីក្រោមជើងរបស់រ៉េដូនិងវាយប្រហារទៅកាន់រ៉េដូប៉ុន្តែពេលនោះរ៉េដូក៏ខំប្រឹងរត់គេចពេលនោះរ៉ូដូបានធ្លាក់រណ្ដៅសម្រាមមួយដែលឃើញរលាក្បាលរបស់មនុស្សពេលនោះរ៉ូដូក៏បានងើបឡើងលើហើយរួចស្រែកទៅកាន់តាក់នៅស្វះថានៅពេលដែលខ្ញុំទៅកាន់ស្វះបានកាលណាខ្ញុំនឹងសងសឹកបន្តមករ៉េដូក៏បានក្អួតឈាមយ៉ាងខ្លាំងដោយសារតែអូស្មန်ពុលនៅទីនោះប្រសិនបើរ៉េដូកាន់តែស្រូបអូស្មန်ពុលកាន់តែច្រើននោះគឺសួររបស់រ៉េដូនឹងខ្ទេចជាចំណែកជាមិនខានបន្តមករ៉េដូក៏បានដើរមើលកន្លែងទីតាំងសុវត្ថិភាពប៉ុន្តែមិនមានទីតាំងសុវត្ថិភាពនៅកន្លែងឋាននរកនេះទេធ្វើឲ្យរ៉េដូអស់សង្ឃឹមជាខ្លាំង